លោកអ្នកដែលកើតនៅឆ្នាំមមីបាទលោកអ្នកដែលកើតនៅឆ្នាំមមីយើងទ្រាំឆុងតែបន្តិចទៀតទេចូលដល់ខែ12អ្នកដែលកើតឆ្នាំមមីគឺលែងឆុងហើយអញ្ចឹងអ្នកណាខ្លះដែលកើតនៅឆ្នាំមមីសบายចិត្តរីករាយហើយខំប្រឹងបន្តទៅទៀតអ្នកដែលកើតឆ្នាំមមីលេខសំណាងលេខ826ពណ៌សំណាងពណ៌ក្រហមបាទអញ្ចឹងអ្នកដែលកើតឆ្នាំមមីលេខសំណាងលេខ826ពណ៌សំណាងពណ៌ក្រហមអញ្ចឹងមករយៈនេះរហូតដល់ខែ12លោកអ្នកឧស្សាហ៍ពាក់អាវពណ៌ក្រហមបន្តិចអ្នកដែលកើតនៅឆ្នាំមមីរាសីរបស់លោកអ្នកនៅឆុងតែបន្តិចទៀតទេចូលដល់ខែ12គឺលែងឆុងហើយអញ្ចឹងទ្រាំមកសល់3ខែកន្លះទៀតណាបាទលេខសំណាងគឺលេខ826បាទអញ្ចឹងបើលោកអ្នកជឿជាក់លោកអ្នកអាច comment និង share ដាក់លេខនេះពីព្រោះលេខ826នេះគឺជាលេខនាំលៀបនាំសំណាងដែលខ្ញុំបានគុណគូតាមក្បួនហុងស៊ុយជូនដល់អស់លោកអ្នកដែលកើតនៅឆ្នាំមមីទាំងអស់ជាទីគោរពយើងដឹងហើយថាមួយរយៈពេលចុងក្រោយនេះអ្នកដែលកើតឆ្នាំមមីគឺមានបញ្ហាច្រើនដោយសារយើងឆុងនេះមិនមែនឆុងតែមួយខែទេគឺឆុងមួយឆ្នាំពេញព្រោះឆ្នាំនេះជាឆ្នាំមមីអញ្ចឹងយើងមានបញ្ហាយើងមានឧបសគ្គយើងមានរឿងរ៉ាវយើងមានដូចថារឿងអាក្រក់ច្រើនដោយសារយើងឆុងសូម្បីតែរឿងល្អចង់មកក៏មកអត់រួចដែរដូចមានអ្វីមកបិទបាំងអញ្ចឹងណាអញ្ចឹងមួយរយៈនេះអ្នកដែលកើតឆ្នាំមមីទាំងអស់យើងដឹងខ្លួនយើងស្រាប់ហើយមិនបាច់ចាំលោកគ្រូមហាជុំលើកឡើងឲ្យចំទេគឺមានឧបសគ្គមានបញ្ហាហើយសេចក្តីសុខហ្នឹងគឺវាមានតិចជាងសេចក្តីទុក្ខទៅទៀតអ្នកដែលកើតឆ្នាំមមីហ្នឹងហើយពេលដែលខ្ញុំគុណគូមើលទៅជើងលេខគេសបញ្ជាក់ថាអ្នកដែលកើតឆ្នាំមមីហ្នឹងទ្រាំឆុងតែបន្តិចទៀតទេចូលដល់ឆ្នាំ2027លែងឆុងចាប់ពីខែ12នេះទៅខ្ញុំសប្បាយជំនួសអ្នកកើតឆ្នាំមមីពីព្រោះខ្ញុំអាណិតហើយសែនអាណិតអ្នកដែលកើតឆ្នាំមមីណាស់បងប្អូនណាបើបងប្អូនអ្នកដែលកើតឆ្នាំមមីបងប្អូននឹងដឹងអំពីសេចក្តីទុក្ខសោករបស់អ្នកដែលកើតឆ្នាំមមីហើយមនុស្សដែលកើតឆ្នាំមមីមកជីវិតរបស់ពួកគាត់មិនដែលស្គាល់ទេភាពយុត្តិធម៌អ្នកកើតឆ្នាំមមីអត់ដែលស្គាល់ទេយុត្តិធម៌បងប្អូនអ្នកដែលកើតឆ្នាំមមីស្គាល់តែរឿងអយុត្តិធម៌ទេអយុត្តិធម៌យ៉ាងម៉េចយុត្តិធម៌យ៉ាងម៉េចអ្នកដែលកើតឆ្នាំមមីមកជីវិតមិនដែលស្គាល់នៅភាពត្រូវของទោះបីជាយើងនឹងធ្វើត្រូវដល់ទៅកម្រិតណាក៏ដោយអ្នកកើតឆ្នាំមមីយើងធ្វើត្រូវដល់ទៅកម្រិតណាក៏ដោយក៏គេមើលអត់ឃើញដែរប៉ុន្តែបើយើងអត់ខុសក៏គេចោទថាយើងខុសដែរអានឹងជារឿងអយុត្តិធម៌ហើយមនុស្សដែលអ្នកកើតឆ្នាំមមីបងប្អូនគឺជាមនុស្សមួយដែលមានចិត្តចាំរហូតណាគុណគេគឺយើងចាំរហូតប៉ុន្តែមកដល់អាគេធ្វើបាបយើងមិនដែលចាំឯងព្រោះមនុស្សឆ្នាំមមីទោះបីជាគេធ្វើបាបដល់ទៅកម្រិតណាទោះបីជាគេរករឿងដល់ទៅកម្រិតណាក៏នៅតែអត់អោនក៏នៅតែអធិស្ស្រ័យឲ្យគេដែរអញ្ចឹងអ្នកដែលកើតនៅឆ្នាំមមីទាំងអស់បងប្អូនកូនក្មួយអំពើល្អរបស់យើងណាគឺមិនសាបសូន្យទេណាបងប្អូនណាបាទសូមជម្រាបជូនយើងថាអស់សង្ឃឹមហើយហេតុអីបានអញធ្វើតែល្អនេះហេតុអីបានជួបតែរឿងមិនល្អឥឡូវនេះការធ្វើល្អគឺនឹងជួបនៅរឿងល្អត្រឡប់មកវិញហើយបងប្អូនអ្នកដែលកើតឆ្នាំមមីនោះគឺយើងទ្រាំឆុងតែបន្តិចទៀតទេចូលដល់ខែ12អ្នកដែលកើតឆ្នាំមមីគឺលែងឆុងហើយអញ្ចឹងអ្នកដែលកើតឆ្នាំមមីទាំងអស់នឹងជួបនៅរឿងល្អនឹងជួបនៅរឿងដែលនាំចម្រើនដល់យើងពីព្រោះថាកាលណាតែយើងឆុងគឺយើងអត់បាននៅរឿងល្អចូលមកទេកាលណាតែយើងឆុងគឺយើងមិនដែលជួបនៅបញ្ហាប្រសើរទេគឺជួបតែរឿងមិនល្អគឺជួបតែបញ្ហាគ្រប់បែបយ៉ាងទោះបីជារឿងល្អនឹងប្រងមកក៏ដោយក៏យកអត់បានដែរមិនបាច់និយាយរឿងអីផ្សេងទេអូថាលៀបជ័យប្រងចូលមកគឺយកអត់បានទេដោយសារយើងឆុងហើយសល់តែមកជំហានដល់ក៏យកអត់បានដែរដោយសារយើងឆុងអញ្ចឹងអ្នកដែលកើតឆ្នាំមមីទាំងអស់យើងនៅទ្រាំជួបនៅរឿងទាំងអស់នេះតែរយៈពេលបន្តិចទេយើងចិត្តផុតហើយចូលដល់ខែ12គឺអ្នកដែលកើតឆ្នាំមមីគឺលែងអីហើយអញ្ចឹងឥឡូវនេះពាក់កណ្ដាលខែ8ថ្ងៃទី17ហើយបាទអញ្ចឹងនៅសល់តែ3ខែកន្លះទៀតទេគឺអ្នកដែលកើតនៅឆ្នាំមមីគឺនឹងល្អគឺនឹងលែងឆុងហើយពេលនេះមិនមែនលែងឆុងតែមួយថ្ងៃទេមិនមែនលែងឆុងតែមួយខែទេគឺលែងឆុងរហូតហើយអញ្ចឹងអ្នកដែលកើតឆ្នាំមមីគឺអ្វីនឹងប្រសើរហើយអញ្ចឹងកាលណាតែយើងលែងឆុងគឺអូតូម៉ាទិកធ្វើឲ្យផ្លូវចិត្តផ្លូវកាយយើងរស់ស៊ីល្អគំនិតប្រាជ្ញាភ្លឺថ្លាវាងវៃស្មារតីយើងក៏ល្អដែរអញ្ចឹងអ្នកដែលកើតនៅឆ្នាំមមីទាំងអស់យើងសប្បាយចិត្តហើយយើងត្រូវមានក្តីសង្ឃឹមព្រោះថាទេវតាមិនបានបិទផ្លូវយើងទេទេវតាមិនប្រឡែងយើងចោលទេទេវតានៅករណាជាមួយយើងអញ្ចឹងអំពើល្អរបស់យើងគឺមនុស្សមើលអត់ឃើញទេប៉ុន្តែទេវតាមើលឃើញអញ្ចឹងចាប់ពីពេលនេះទៅចាប់ពីថ្ងៃនេះទៅលោកអ្នកដែលកើតនៅឆ្នាំមមីលោកអ្នកសប្បាយចិត្តលោកអ្នករីករាយហើយលោកអ្នកនឹងទទួលបាននៅរឿងល្អហើយនៅក្នុងឱកាសនេះផងដែរលោកអ្នកដែលកើតឆ្នាំមមីឲ្យចង់ឲ្យចាប់ពីពេលនេះទៅចង់ឲ្យរាសីឡើង
ចង់ឲ្យធ្វើអ្វីបានកាក់កបហើយចង់ឲ្យដេញនៅគ្រោះចង្រៃចេញពីក្នុងខ្លួនឲ្យអស់ឆុងឲ្យអស់សើយហើយចេញឲ្យអស់កុំឲ្យវាមកទៀតហើយជួយឲ្យយើងចម្រើនរុងរឿងបងប្អូនអ្នកដែលកើតឆ្នាំមមីនេះគឺជាខ្សែដៃបងប្អូនខ្សែដៃនេះគេហៅថាខ្សែដៃសរសៃសូត្រមាសដែលមានឥទ្ធិពលដេញនៅរឿងអាក្រក់ចេញពីខ្លួនអញ្ចឹងទោះបីជាឆ្នាំមមីឆុងទោះបីជាឆ្នាំមមីសើចទោះបីជាឆ្នាំមមីជួបនៅបញ្ហាអ្វីក៏ដោយបើបានខ្សែដៃសរសៃសូត្រមាសនេះយកទៅពាក់លោកអ្នកដែលកើតឆ្នាំមមីនេះនឹងជំរះចេញនៅរឿងអាក្រក់ចេញពីខ្លួនហើយការពារនៅរឿងអាក្រក់មិនឲ្យចូលមកខ្លួនទៀតហើយនឹងជួយឲ្យយើងចម្រើនរុងរឿងជួយឲ្យយើងថ្កុំថ្កើងជួយឲ្យយើងហេងជួយឲ្យយើងបានកាក់កបអញ្ចឹងបងប្អូនលោកអ្នកដែលកើតនៅឆ្នាំមមីលោកអ្នកយកខ្សែដៃសរសៃសូត្រមាសនេះយកទៅពាក់ហើយដេញរឿងអាក្រក់ដេញរឿងចង្រៃការពារគ្រប់សពបែបយ៉ាងនៅបញ្ហាអវិជ្ជមានមុនខ្មៅហើយការពារកុំឲ្យរឿងនឹងចូលមកខ្លួនយើងហើយជួយឲ្យយើងចម្រើនរុងរឿងមានលៀបមានជ័យរស់ស៊ីមានបានកាក់កបជោគជ័យអញ្ចឹងខ្សែដៃសរសៃសូត្រមាសនេះគឺយ៉ាងពិសេសសម្រាប់លោកអ្នកដែលកើតនៅឆ្នាំមមីចឹងលោកអ្នកដែលកើតឆ្នាំមមីទទួលយកខ្សែដៃសរសៃសូត្រមាសនេះពាក់ចាប់ពីខែ8នេះទៅមិនបាច់ដល់3ខែកន្លះទៀតទេគឺលោកអ្នកនឹងលែងឆុងចាប់ពីពេលនេះតទៅហើយលោកអ្នកនឹងកាក់កបហើយខ្សែដៃសរសៃសូត្រមាសនេះយើងមាននៅយន្តព្រះ4អង្គនេះបន្ថែមទៀតដើម្បីយកដាក់តាមខ្លួននាំទៅភាពចម្រើនរុងរឿងព្រះ4អង្គនេះគឺបងប្អូនមួយអង្គដែលឈរនេះគឺបានតំណាងឲ្យការដើរទៅមុខឆ្ពោះទៅរកភាពជោគជ័យហើយមួយអង្គនេះគឺតំណាងឲ្យការរក្សាចិត្តឲ្យស្ងប់កុំឲ្យមានបញ្ហាអ្វីហើយអង្គមួយនេះគឺតំណាងឲ្យសុខភាពល្អតំណាងឲ្យភាពរីករាយហើយអង្គមួយនេះគឺតំណាងឲ្យភាពសុខដុមរមនាជារៀងរហូតអញ្ចឹងខ្សែដៃសរសៃសូត្រមាសជាមួយនឹងព្រះ4ព្រះអង្គនេះនឹងជួយឲ្យយើងចម្រើនរុងរឿងហើយជួយឲ្យយើងកាក់កបអញ្ចឹងលោកអ្នកដែលកើតឆ្នាំមមីសូមបញ្ជាក់ថាចាប់ពីពេលឥឡូវទៅយើងទ្រាំពិបាកតែបន្តិចទៀតទេគឺយើងនឹងផុតនៅសេចក្តីទុក្ខសោកហើយយើងនឹងហេងយើងនឹងកាក់កបអញ្ចឹងខ្ញុំសូមជូនពរដល់លោកអ្នកដែលកើតនៅឆ្នាំមមីទាំងអស់ឲ្យបានជោគជ័យឲ្យបានរីកចម្រើនហើយឲ្យបានថ្កុំថ្កើងជារៀងរហូតតរៀងទៅណាបងប្អូនអ្នកកើតឆ្នាំមមីណាបងប្អូនបាទអធិស្ឋានបងប្អូនណាបាទអ៊ីនធឺណិតរៀងរអាក់រអួលណាឡាយគាំង2ដងហើយបងប្អូនហើយបើខ្ញុំឡាយទៅខ្ញុំបិទឡាយអាលុតអីបងប្អូនកុំឆ្ងល់ណាបាទគឺមកពីអ៊ីនធឺណិតវាដាច់មិញថាដាច់ឯ2ដងហើយឃើញគាំងណាបាទប៉ុន្តែបងប្អូនកុំទៅណាណាបាទគាំងទៅទ្រាំគាំងនេះបន្តិចទៀតទៅវាលែងគាំងគឺមើលលោកគ្រូម្ដងហើយជូនពរណាដល់លោកស្រីរតនាលក់ផ្កាស្រស់នៅផ្សារដូចម៉េចណាបាទសូមឲ្យបានសុខសប្បាយហើយសំណាងល្អរកស៊ីមានបានណាលោកស្រីណាបាទឲ្យហេងឲ្យកាក់កបឲ្យជោគជ័យទាំងអស់គ្នាកូនចៅចំនួនជួញដូរមុខរបរតូចធំអីឲ្យបានល្អដូចក្តីបំណងពងប្រាថ្នាបងប្អូនបាទ